នៅនឹងដើមមានព្រៃបងប្អូនណាយឡើងធំប៉ុណ្ណាណៃតែម្ដងខ្ញុំឯណែបានឃើញហើយនិយាយថារំភើបអនោះអត់ចាំយូរទេរៀបចំធ្វើឆ្នុកឡើងយកតែម្ដងប៉ុណ្ណាណៃបងប្អូននៅលើចុងឈើមានបងប្អូនជាច្រើនបានកាត់សរសើរខ្ញុំថាខ្ញុំនឹងចេះយកឃ្មុំសេរីឃ្មុំចង្អេរប៉ុណ្ណាណៃចេះហ៊ានឡើងយកតាមពិតទៅបងប្អូនខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នាថាការយកឃ្មុំអត់មានអីពិបាកទេបញ្ហាហ្នឹងគឺវានៅត្រង់ថាតើយើងចេះឡើងដើមឈើអត់សំខាន់ណាស់ឲ្យតែយើងចេះឡើងដើមឈើយើងយកឃ្មុំបានហើយបងប្អូនចំពោះខ្ញុំវិញឃើញឃ្មុំចង្អេរអត់ខ្លាចទេបងប្អូនមានតែសប្បាយអហើយការយកឃ្មុំហ្នឹងគឺអ្វីដែលមិនអាចខ្វះបានហ្នឹងគឺគប់បើយើងអត់មានគប់ផ្សែងគប់អីទេគឺថាពិបាកមែនតែនក្នុងការយកឃ្មុំបើសិនជាយើងអត់ប្រើគប់ផ្សែងគប់អីយកឃ្មុំទេឃ្មុំគឺវាអត់ចេញពីសបុកទេវានៅក្តាំងជាប់នៅនឹងឯងទោះបីយើងយកស្លឹកឈើបោសអីក៏វាអត់ដុតទៅណាឆ្ងាយដែរប៉ុន្តែនៅពេលដែលយើងមានផ្សែងគ្រាន់តែដាក់ចិត្តវាភ្លាមវាហើរចេញព្រុលអស់ពីសបុកហ្មងនិយាយលេងសាច់អីបងប្អូនតាំងពីខ្ញុំចេះយកឃ្មុំចង្អេរមកមិនដែលឃើញមានឃ្មុំណាបានតិចថ្ពាល់តិចចំោះខ្ញុំទេបន្ទាប់ពីលើកផ្សែងតលេចតកើតកវ៉ាល់សបុកឃ្មុំហ្នឹងឃ្មុំបានរត់ចាញ់អស់ហើយបងប្អូនវាទុកសាច់ហើយនឹងទឹកឲ្យយើងដោយសារតែមានអ្នកកំងបងប្អូនខ្លះគាត់កំងហើយគាត់បាញ់លុយកក់ទុកទៀតដល់ពេលអញ្ចឹងទៅសាច់ឃ្មុំមកសបុកហ្នឹងខ្ញុំយកដាក់ផ្ញើឲ្យភ្ញៀវទាំងអស់សាច់ឃ្មុំមកនិយាយពីថាខ្ចីលវក់លវន់បានដាក់មួយម៉ាត់ជាតិអើយជាតិបងប្អូនបន្ទាប់ពីបោះឃ្មុំចេញពីសបុកអស់ហើយហ្នឹងគឺខ្ញុំចាប់ផ្ដើមគុនគូគិតមើលថាតើកាត់របៀបម៉េច